សួស្តីបងប្អូនអ្នកទស្សនាជាទីមេត្រីថ្ងៃនេះយើងនឹងយល់ដឹងអំពីកសិរុក្ខកម្មភាសាអង់គ្លេសដែលយើងហៅថា Agroforestry កសិរុក្ខកម្មគឺជាការអនុវត្តនៃការដាំដើមឈើនិងដំណាំរួមគ្នាដែលការដាំនេះអាចធ្វើនៅលើដីកសិដ្ឋានឬនៅក្នុងព្រៃគឺជាវិធីតែមួយគត់ដែលធ្វើឲ្យកាន់តែប្រសើរឡើងនៅការប្រើប្រាស់ដីដែលទំនេរឧទាហរណ៍ការដាំដើមឈើដូចជាមៀនជាមួយរំដេងខ្ញីល្មៀតឬក៏ការដាំក្រូចពោធិ៍សាត់ជាមួយត្រប់ជាមួយម្ទេសពោតសណ្តែកឬក៏សណ្តែកសៀងឬក៏មានដំណាំផ្សេងទៀតវាជាការល្អមែនទែនដើម្បីទទួលបានផលប្រយោជន៍រួមគ្នាមានន័យថាមែនទែនទៅរុក្ខកម្មបង្កើតគុណប្រយោជន៍ឲ្យគ្នាទៅវិញទៅមកដើម្បីប្រើប្រាស់ដីឲ្យអស់លទ្ធភាពប្រើប្រាស់ជីវជាតិនៅក្នុងដីឲ្យអស់លទ្ធភាពកាត់បន្ថយសំណឹកដីនិងបង្កើនជីជាតិដីតាមរយៈកាកសំណល់សរីរាង្គបង្កើនប្រាក់ចំណូលនិងប្រាក់ចំណេញបានច្រើនកសិរុក្ខកម្មគឺជាការដាំដើមឈើនិងដំណាំនៅលើកសិដ្ឋានជុំវិញផ្ទះឬជុំវិញចម្ការដីដែលកំពុងប្រើប្រាស់ឬដីចម្ការដែលទំនេរកសិរុក្ខកម្មអាចធ្វើឲ្យកាន់តែប្រសើរឡើងនៅការប្រើប្រាស់ដីដែលទំនេរដើម្បីទាញយកផលប្រយោជន៍រួមគ្នានិងដំណាំបន្លែរួមគ្នាផ្សេងៗក្នុងកម្រិតខ្ពស់គួរជាទីកប់ចិត្តកសិរុក្ខកម្មអាចផ្ដល់នូវផលប្រយោជន៍ជាច្រើនដែលអាចលើកកម្ពស់នូវជីវភាពរបស់ប្រជាសហគមន៍រួមចំណែកក្នុងការការពារព្រៃឈើការធ្វើឲ្យកាន់តែកើនឡើងនូវជីវៈចម្រុះនិងភាពល្អប្រសើរនៃបរិស្ថាននៅជុំវិញសារៈប្រយោជន៍នៃកសិរុក្ខកម្មមានដូចជាប្រភពចំណូលសម្រាប់គ្រួសារកាន់តែប្រសើរជួយសម្រួលដល់សីតុណ្ហភាពនិងទាក់ទាញទឹកភ្លៀងប្រភពអាហារផ្លែឈើនិងបន្លែផ្ដល់អុកស៊ីសែននិងស្រូបយកឧស្ម័នកាបូនិកជារបងការពារព្រំដីរបាំងការពារខ្យល់ការពារពីការហូរច្រោះដីផ្ដល់នូវជីវៈចម្រុះការពារគ្រោះរាំងស្ងួតនិងទឹកជំនន់ជាដើមកសិរុក្ខកម្មអាចជួយទ្រទ្រង់នៅផ្នែកសន្តិសុខស្បៀងនិងអាហារូបត្ថម្ភដល់សមាជិកគ្រួសារម្នាក់ៗទៅតាមការផ្ដល់ជាម្ហូបអាហារគ្មានជាតិពុលគីមីនិងការផ្ដល់ប្រាក់ចំណូលបន្ថែមសម្រាប់កសិករដូចនេះបងប្អូនប្រជាកសិករក៏ដូចជាអ្នកកំពុងតែទស្សនាវីដេអូនេះសូមយកគំរូតាមយើងគួរតែកុំទុកដីឲ្យនៅទំនេរគួរតែដាំដើមឈើធំក៏ដូចជាដាំដំណាំខាងក្រោមដើមឈើធំដើម្បីផលិតជាស្បៀងក៏ដូចជាទទួលបាននូវផលចំណេញពីដើមឈើធំឈើហូបផ្លែក្នុងពេលតែមួយរួមគ្នានឹងចំណេញនៅពេលវេលានិងចំណេញនៃការប្រើប្រាស់ដីផងដែរសូមអរគុណ